ទាក់ទងជាមួយនឹងបណ្ណាល័យឬក៏ហៅត្រៃភាសាបារាំងគឺយើងហៅថាបណ្ណាល័យសម្រាប់បែបព្រះសង្ឃគឺយើងហៅថាហៅត្រៃចានេះគឺជាបណ្ណាល័យឬក៏ជាហៅត្រៃនៃប្រាសាទតាព្រហ្មកិលដែលស្ថិតនៅទិសអាគ្នេយ៍តែជាអកុសលរោងនេះត្រូវបានខូចខាតបែកបាក់រៀបដល់ដីទៅហើយមិនត្រឹមតែប៉ុណ្ណោះស្ទើរតែមើលមិនយល់ថាជាបណ្ណាល័យទេផងបើអ្នកទេសចរធម្មតាពុំមែនជាអ្នកស្រាវជ្រាវអាចមិនចាប់អារម្មណ៍ថាមានហៅត្រៃផងទេខ្ញុំបានចូលពិនិត្យមើលហៅត្រៃនេះដោយយកចិត្តទុកដាក់ឃើញថាវាត្រូវបានសាងឡើងអំពីថ្មភក់និងថ្មបាយក្រៀមយើងសាកស្រមៃមើលថាបើប្រាសាទនេះមិនបែកបាក់តើសម្រស់ស្រស់ស្អាតយ៉ាងណាទៅគូបញ្ជាក់ផងដែរថាបណ្ណាល័យឬក៏ហៅត្រៃជាកន្លែងទុកដាក់ឧបករណ៍សម្រាប់សំណែនផ្សេងៗដូចជាភាជន៍ដូចជាចានជាថាអីជាដើម